បាទថ្ងៃនេះខ្ញុំបានចង្រិតបំពងបងប្អូននឹកឃើញបានចង្រិតចឹងនឹកឃើញកាលនៅតូចបងប្អូនណាខ្ញុំដើររកបានទាំងដបណាចង្រិតណាបាទគឺចង្រិតដែកកាលនោះបងប្អូនប៉ុន្តែសម័យឥឡូវនេះគឺសបោអាចង្រិតស្លាបចង្រិតឈ្មោះវាភ្លេចឈ្មោះទៀតបងប្អូនហើយបាទចង្រិតដែកចង្រិតដូងហើយចង្រិតអីមួយទៀតអារៀងវាសចង្រិតចិនហើយបងប្អូនណាហ្នឹងបាទហើយក៏មានសាច់ខ្លះដែរបងប្អូនហើយកប់ជាមួយគ្នាបាទអាហ្នឹងបំពងវាជាតិបងប្អូនបាទបំពងវាជាតិជាមួយនឹងខ្លាញ់ជ្រូកបងប្អូនណាបាទដាក់បំពងពិតជាឆ្ងាញ់ណាស់ហ្នឹងបាទ